ទៅស្មើជើងឥឡូវក្នុងសោះនៅក្រោយគឺសម្រាប់វាយពីតោនណាចាំមកតែឡូតនេះឯងបាទខ្លាំងវាយើងគិតថាវាចង់ច្រឡំពេញតែឡើងពីដល់ពីលើវិញទៅណាជាមានលទ្ធភាពធ្វើឲ្យបានអញ្ចឹងឈីមច័ន្ទសុផាន់អភិបាលរងខេត្តបាត់ដំបងតំណាងដល់ខ្ពង់ពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានគោរពអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសឯកឧត្តមខឹមសុផាន់ប្រធានក្រុមប្រឹក្សាអភិបាលផ្ទៃសិទ្ធិមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានគោរពអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសឯកឧត្តមព្រំគ្រូអ្នកគ្រូមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋក្រមនានានិងដំណើរវិវត្តរបស់គណៈអធិបតីស្រុកបាងឡង់ស្រុកសំឡូតស្រុកកោះកឡស្រុកការប្រែមុខមកថ្មីដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងក្នុងអស់ដែលបានចំណាយពេលវេលានិងកម្លាំងកាយចិត្តក្នុងការបោះសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដើម្បីកាត់បន្ថយអត្រាគ្រោះដុំទឹកនិងប្រព័ន្ធបន្លាយទឹកអាជ្ញាធរមានសមាជិកគ្រប់ដំណាក់ថ្នាក់នៅក្នុងខេត្តបាត់ដំបងទាំងមូលខ្ញុំសូមកោតសរសើរដល់វីរភាពដ៏ក្លាហាននិងកិច្ចការវិគ្រប់ប្រភេទដូចជាមានតោននិងក្របបន្តផ្ទុះនៅគ្រប់ទីកន្លែងទាំងអស់ដែលរហូតដល់សពជាសមរភូមិមួយជុំមុខដែលបានឆ្លៀតពេលនេះដែរខ្ញុំសូមការអនុញ្ញាតពីអាដាមបានសូមរំលឹកតាមនិយាយលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សជាទីស្រឡាញ់រាប់អានថ្ងៃហើយក្នុងឱកាសនេះត្រូវធ្វើវិធី3រួមគ្នាតែម្ដងគឺទី1ការបើកការដ្ឋានសាងសង់សាលាបឋមសិក្សាមួយខ្នងឃើញនឹងកំទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ទុកគ្រប់ប្រភេទបានជាង1លាន2លាន1សែនគ្រាប់អាវុធនិងសហគមន៍ជប៉ុន Rotary Club International ថ្ងៃរបស់គ្រូបង្រៀនចំនួន2ខ្នងនិងផ្លូវក្រាបគ្រោះក្រហមចំនួន1ខ្សែនិងបងប្អូនខាងកម្លាំងស៊ីម៉ាក់ទាំងអស់ហើយសិស្សានុសិស្សកាកបាទក្រហមកាយរិទ្ធកម្មវិធីជីវប្រវត្តិសាស្ត្រនេះដែលហៅថាប្រវត្តិសាស្ត្រគឺកម្មវិធីនៃការប្រែក្លាយទីនេះពីទីដំបូងគឺថាតំបន់សង្គ្រាមមានច្រើនទៅជាដីកសិកម្មហើយនឹងសិទ្ធិសេរីភាពយ៉ាងពិតប្រាកដហើយបានបើកសក្តានុពលថ្មីឲ្យមានការរីកចម្រើនសិក្សាបែកបាក់ផ្ទៃក្នុងនិងរំដោះខ្លួនចេញផុតពីភ្នក់ភ្លើងសង្គ្រាមឲ្យស្ថិតនៅលើមាគ៌ានិងនយោបាយដ៏ត្រឹមត្រូវនិងច្បាស់លាស់មានក្រមបទដ៏ឆ្នើមគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកសាងជីវភាពឲ្យមានទូធាដល់ប្រជាពលរដ្ឋរបស់យើងយ៉ាងសំខាន់ក្នុងបេសកកម្មបោះសម្អាតមីននិងក្រុមបន្តផ្ទុះនេះចោលគ្រាប់មីនយុទ្ធភណ្ឌមិនតាន់ទុះគ្រប់ប្រភេទបានជាង2លាន6របស់គ្រូបង្រៀនចំនួន2ខ្នងនិងផ្លូវក្រាបគ្រោះក្រហមចំនួន1ខ្សែនិងសហគមន៍ជប៉ុន Rotary Club International ថ្ងៃតែប្រព័ន្ធនេះមិនតាន់បានអនុវត្តពេញលេញទាំងស្រុងនៅឡើយទេនិងទី4ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍនេះឯងតែម្ដងគាត់ផលិតផលកសិកម្មតាមកិច្ចសន្យានិងការបណ្ដុះទេនិងសម្រាប់ប្រជាជនដែលរស់នៅក្បែរខាងនិងតំបន់ជាច្រើនក្នុងខេត្តនេះតែម្ដងពិសេសជាងនេះទៀតយើងខ្ញុំមានមហិច្ឆតាប្រែបាទនឹងសូមគោរពអញ្ជើញពិធីលោកតាគឺតំណាងចំនួន10រូបព្រមអញ្ជើញបាទហើយគេឆ្លងកាត់រូបរាប់មកកាត់ទៅជួយនៅគាត់អត់បាននេះឈ្មោះពៀនយើងទៅហើយឡងដាក់ផ្នែកជួយវិញសូមមកពីទីមុនបានជួយលើកដាក់ដល់សូមអរគុណ
Không